ងដាក់លុបផ្ទះឲ្យឆាប់ដាច់និងមានប្រសិទ្ធភាពជាម្ចាស់ផ្ទះគួរមើលទៅលើចំណុចអ្វីខ្លះសម័យហ្នឹងហើយនៅលក់ផ្ទះចឹងទៀតមែនក្នុងវីដេអូនេះនឹងបង្ហាញពីចំណុចសំខាន់ៗ3ដែលលោកអ្នកអាចយកទៅអនុវត្តបានចំណុចទី1ការចេះរៀបចំផ្ទះឲ្យស្អាតបាតនិងមានរបៀបរៀបរយផ្ដើមចេញពីបន្ទប់គេងបន្ទប់ទទួលភ្ញៀវហើយផ្ទះបាយក៏អត់គួររំលងដែរជាពិសេសត្រូវជួសជុលកន្លែងណាដែលខូចខាតតាមតែអាចធ្វើទៅបានចំណុចទី2នោះគឺការចេះថតរូបព្រោះនេះក៏ជាផ្នែកសំខាន់និងជាចំណុចទាក់ទាញមួយដែរបើសិនជាលោកអ្នកចង់យករូបផ្ទះរបស់លោកអ្នកទៅបង្ហោះនៅលើបណ្ដាញសង្គមអញ្ចឹងត្រូវប្រកាសចិត្តថាយើងថតឲ្យច្បាស់និងស្អាតមិនថាទៅមុខផ្ទះចំហៀងផ្ទះហើយនិងក្រោយផ្ទះជាដើមចំណុចទី3គឺការកំណត់តម្លៃលក់ឲ្យបានត្រឹមត្រូវជៀសវាងកុំឲ្យខ្ពស់ពេកឬក៏ទាបពេកបច្ចុប្បន្ននេះដើម្បីផ្ដល់ភាពងាយស្រួលលោកអ្នកអាចធ្វើការប្រឹក្សាជាមួយនឹងភ្នាក់ងារជំនាញទិញលក់អចលនទ្រព្យតែម្ដងព្រោះពួកគាត់មានទិន្នន័យដឹងពីតម្លៃនៅតំបន់ជំនាញផ្ទះរបស់លោកអ្នកស្គាល់ពីទីផ្សារដែលអាចជួយផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាងមុនជួយចរចាតម្លៃជាមួយនឹងអ្នកទិញដែលចំណេញពេលវេលានិងអាចជួយជំរុញនៃការលក់ផ្ទះរបស់លោកអ្នកឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនកុំស្ទាក់ស្ទើរអីលោកអ្នកអាចធ្វើការតាក់ទងមកកាន់ក្រុមការងារផ្នែកលក់របស់ ALC ដើម្បីប្រឹក្សាពីព័ត៌មានអចលនទ្រព្យផ្សេងៗឥឡូវនេះ